ឥឡូវយើងមកនិយាយដើមតារានិក Virgo ម្ដងថាពួកគេមានចរិតបែបណាដែរសម្រាប់តារានិក Virgo នេះដែរគឺអ្នកដែលគាត់កើតនៅក្នុងចន្លោះថ្ងៃទី23ខែសីហារហូតដល់ថ្ងៃទី22ខែកញ្ញាតារានិក Virgo គឺស្ថិតនៅក្នុងលេខរៀងទី6នៅក្នុងតារាងរបស់តារានិកទាំង12ដែលតារានិកនេះគឺមានធាតុដីតែមុននឹងនិយាយអំពីភាពខុសគ្នារបស់តារានិក Virgo ទាំងពីរខែយើងមកស្គាល់ពីភាពរួមរបស់តារានិក Virgo សិនសម្រាប់តារានិក Virgo នេះដែរគឺជាមនុស្សដែលគាត់មានចរិតបែបឈៀលឈៀលមនុស្សដែលគាត់ហាយសូហើយក៏ជាមនុស្សដែលសម្ភារៈនិយមខ្លាំងណាស់ដែរតែគាត់មានរូបរាងស្រស់ស្អាតមានសម្រស់ស្រស់ស្អាតហើយថែមទាំងជាមនុស្សដែលមានសុជីវធម៌ទៀតគឺជាមនុស្សដែលអាចសម្របខ្លួនទៅមនុស្សជុំវិញខ្លួនរបស់គាត់បានហើយតារានិក Virgo នេះដែរគឺជាមនុស្សដែលចូលចិត្តញ៉ាំមែនតើនៅពេលដែលគាត់ចូលទៅក្នុង social media ណាមិនថាគាត់មើល Facebook មើល TikTok ឬក៏មើល YouTube ទេពេលដែលគាត់អូសចុះអូសឡើងនៅពេលដែលគាត់ឃើញគេ review នៅមុខម្ហូបថ្មីនៅកន្លែងថ្មីណាគឺកន្លែងហ្នឹងឯងដែលឃើញមុខរបស់តារានិក Virgo ហ្មងអត់ឲ្យរំលងសូម្បីតែមួយនេះឯងគឺជាចរិតរួមរបស់តារានិក Virgo ទាំងពីរខែឥឡូវយើងមកស្គាល់ពីលក្ខណៈខុសគ្នារបស់តារានិក Virgo នៅក្នុងខែសីហាក៏ដូចជាខែកញ្ញាសម្រាប់តារានិក Virgo នៅក្នុងខែសីហានេះដែរគឺជាមនុស្សម្នាក់ដែលឆ្លាតមនុស្សម្នាក់ដែលរុះរាយរាក់ទាក់គាត់រុះរាយរាក់ទាក់ជាងតារានិក Virgo នៅក្នុងខែកញ្ញាទៀតហើយតារានិក Virgo នៅក្នុងខែសីហានេះដែរគឺជាមនុស្សម្នាក់ដែលគាត់មានមនោសញ្ចេតនាជ្រាលជ្រៅមែនតើគឺគាត់ចូលចិត្តអាណិតអាសូរទៅដល់មនុស្សដែលនៅជុំវិញខ្លួនគាត់ណាគាត់ពេលដែលគាត់អាណិតអាសូរគេគាត់ជួយគេហ្នឹងគឺគាត់អត់ដែលគិតថានឹងចង់បានអ្វីតបស្នងពីមនុស្សម្នាក់ហ្នឹងមកវិញទេគឺគាត់ជួយគេដល់អស់ពីចិត្តអស់បេះដូងជួយដោយចិត្តស្មោះដោយអ្នកខ្លះជួយគេបំណងចង់បានអីត្រឡប់មកវិញប៉ុន្តែសម្រាប់តារានិក Virgo នៅក្នុងខែសីហាអត់ទេជួយគឺជួយមិនមែនជួយដើម្បីដោះដូរយកអ្វីផ្សេងមកវិញទេនេះគឺជាចរិតមួយទៀតរបស់តារានិក Virgo នៅក្នុងខែសីហាហើយមួយទៀតតារានិក Virgo នៅក្នុងខែសីហានេះក៏ជាមនុស្សដែលចូលចិត្តនិយាយលេងសើចច្រើននិយាយលេងសើចច្រើនហើយក៏និយាយអបប្រយោជន៍ច្រើនដែរប៉ុន្តែការនិយាយអបប្រយោជន៍របស់គាត់ហ្នឹងគឺមានកលៈទេសៈនៅក្នុងការនិយាយពីព្រោះអីគាត់មានវិន័យច្បាស់គាត់ដឹងច្បាស់មែនតើនៅពេលណាដែលគាត់គួរនិយាយលេងពេលណាដែលគាត់មិនគួរនិយាយលេងឧទាហរណ៍ថាបើសិនជាគាត់ឃើញមនុស្សម្នាក់ហ្នឹងទឹកមុខអត់សូវល្អទេគឺគាត់អត់ចេះទៅនិយាយលេងផ្ដេសផ្ដាស់ជាមួយនឹងគេឯងគឺគាត់មានតែពាក្យលួងលោមឲ្យមនុស្សម្នាក់ហ្នឹងសប្បាយចិត្តផ្ដល់ភាពកក់ក្ដៅឲ្យមនុស្សម្នាក់ហ្នឹងគាត់ក៏ពូកែលួងលោមគេដូចគ្នាចឹងការបែងចែករបស់គាត់គឺច្បាស់មែនតើពេលណាដែលគាត់គួរនិយាយលេងពេលណាទៀតដែលគាត់មិនគួរនិយាយលេងតែប្រយ័ត្នបន្តិចចំពោះតារានិក Virgo នៅក្នុងខែសីហាដោយសារតែតារានិក Virgo នៅក្នុងខែសីហានេះហើយគឺជាមនុស្សម្នាក់ដែលគាត់មានសម្ដីមុតជាងកំបិតទៀតសម្ដីរបស់គាត់មុតមែនតើបើសិនជាគាត់មានបំណងចង់និយាយពាក្យសម្ដីមួយដែលឲ្យអ្នកឈឺហើយមនុស្សម្នាក់ហ្នឹងគឺអត់កិច្ចផុតពីការឈឺចាប់ទេដោយសារតែពាក្យសម្ដីគាត់និយាយមួយម៉ាត់មកនឹងចាក់យើងហើយមិនចាក់ធម្មតាណាចាក់ឲ្យដោតជាប់នៅនឹងឲ្យរយអំបិលដាក់ទៀតចាក់ហើយឈឺហើយផ្សាទៀតហើយតារានិក Virgo នៅក្នុងខែសីហាគឺគាត់ប្រកាសយកចិត្តបំផុតចំពោះមនុស្សដែលគាត់ស្រឡាញ់គឺគាត់តែងតែអត់អីទេចំពោះមនុស្សដែលគាត់ស្រឡាញ់ប៉ុន្តែគឺគាត់គុំសាហាវណាស់គុំសាហាវហ្មងគុំឆ្លងជាតិហ្មងតារានិក Virgo នៅក្នុងខែសីហានេះបើថាគុំហើយគឺគុំឆ្លងជាតិហ្មងនិងមួយទៀតតារានិក Virgo នៅក្នុងខែសីហាគឺគាត់ចូលចិត្តលេងល្បែងមួយដែលគេហៅថាល្បែងសាកចិត្តមិនថាអ្នកជាមិត្តភក្តិឬក៏ជាស្នេហារបស់តារានិក Virgo នៅក្នុងខែសីហាអ្នកត្រូវតែកំដរគាត់លេងនៅល្បែងសាកចិត្តនឹងរហូតដល់ថ្ងៃដែលលែងមានគាត់នៅក្នុងជីវិតផងអ្នកគាត់ក៏អត់ចូលចិត្តមនុស្សដែលសាំញ៉ាំច្រើនដែរហើយចំពោះរឿងស្នេហាបើសិនជាគាត់ស្រឡាញ់គាត់ឲ្យអស់ហើយគាត់ឲ្យអស់ការស្រឡាញ់របស់គាត់ទៅមនុស្សដែលគាត់ស្រឡាញ់ហ្មងតែមិនប្រកាសថាគាត់នឹងរស់នៅជាមួយនឹងអ្នកឯងដោយសារតែតារានិក Virgo នៅក្នុងខែសីហានេះដែរគឺជាមនុស្សម្នាក់ដែលគាត់ងាយនឹងធ្លាក់នៅក្នុងអំឡុងស្នេហ៍អ្នកផ្សេងមែនតើនៅពេលដែលគាត់ឃើញណាគេម្នាក់ដែលជាថេបរបស់គាត់ឬក៏ជាមនុស្សដែលគាត់ក្រាស់ណាគឺគាត់ធ្លាក់នៅក្នុងអំឡុងស្នេហ៍គេហើយគាត់នឹងមានចិត្តលួចស្រឡាញ់គេណាទាំងដែលគាត់មានគូហើយក៏ដោយហើយសម្រាប់អ្នកដែលឆ្លងទៅដល់គំនូសក្រហមរបស់តារានិក Virgo នៅក្នុងខែសីហាគឺមាន2ហ្នឹងគឺទី1គឺគាត់នឹងចងពៀអ្នករហូតគ្រប់ជាតិហ្មងជប់ជាតិណាចងពៀជាតិនឹងជប់ជាតិណាទន្ទ្រានធ្វើបាបអ្នកនិយាយពាក្យអាក្រក់ដាក់អ្នកនៅជាតិនឹងប៉ុន្តែមួយទៀតជាករណីលើកឡើងបើសិនជាមនុស្សម្នាក់ហ្នឹងជាមនុស្សដែលគាត់បានចងជាប់នៅក្នុងជីវិតរបស់គាត់ហើយណាហើយអ្នកឆ្លងដល់គំនូសក្រហមរបស់គាត់គឺគាត់គ្រាន់តែខឹងឯង
មនុស្សម្នាក់នឹងគ្រាន់តែទៅលួងលោមគាត់ផ្ដល់ហេតុផលដ៏ត្រឹមត្រូវមួយឲ្យគាត់ណាគាត់យល់ថាវាពិតជាហេតុផលមួយដែលត្រឹមត្រូវសមនឹងបែបនឹងមែនគាត់នឹងអត់អោនទោសឲ្យម្នាក់នឹងទោះម្នាក់នឹងមិនល្អចំពោះគាត់ប៉ុណ្ណាក៏ដោយក៏គាត់នៅតែអត់អោនទោសឲ្យដោយសារតែតារានិករ Virgo នៅក្នុងខែសីហានឹងគឺគាត់អត់មានភាពច្បាស់លាស់នៅលើគំនូសពណ៌ក្រហមទេនេះជាចរិតរបស់តារានិករ Virgo នៅក្នុងខែសីហាឥឡូវយើងត្រឡប់មកកាន់តារានិករ Virgo នៅក្នុងខែកញ្ញាវិញថាតើតារានិករ Virgo នៅក្នុងខែកញ្ញាជាមនុស្សមិនដែរសម្រាប់តារានិករ Virgo នៅក្នុងខែកញ្ញាវិញដែរគាត់គឺជាមនុស្សម្នាក់ដែលមានឆន្ទៈខ្ពស់មានគោលដៅគាត់ច្បាស់ហើយគាត់គឺជាមនុស្សម្នាក់ដែលគាត់ក្លាហានដែលគាត់ថាទៅគាត់ទៅហើយគាត់អត់នៅសេងសុញច្រើនទេហើយគាត់ក៏ជាមនុស្សម្នាក់មិនសូវរុះរាយរាក់ទាក់ដែរពួកអីតារានិករ Virgo នៅក្នុងខែកញ្ញាអត់ចូលចិត្តនិយាយច្រើនហើយជាពិសេសនោះក៏គឺជាមនុស្សម្នាក់ដែលចេះរឹងរូសមែនតែនអាចនិយាយបានថាជាមនុស្សក្បាលរឹងដែលនៅក្នុងចំណោមតារានិករផ្សេងទៀតគាត់ជាប់ចំណាត់ថ្នាក់លេខ3នៃក្បាលរឹងតារានិករ Virgo នៅក្នុងខែកញ្ញាជាមនុស្សដែលត្រង់ទៅត្រង់មកហើយជាមនុស្សដែលឆាប់ខឹងឆាប់ឆៅឆាវមែនតែនគាត់មានប្រតិកម្មលឿនមែនតែនបើសិនជាឃើញឲ្យគាត់ខឹងគឺប្រតិកម្មគាត់រហ័សតែម្ដងបើថាវាយគឺវាយហើយបើវាយគេអត់បានគឺគាត់វាយខ្លួនឯងបើជេរគេអត់បានគឺគាត់ជេរខ្លួនឯងលក្ខណៈបែបថាខឹងគេយំខ្លួនឯងនឹងឯងជាចរិតរបស់តារានិករ Virgo នៅក្នុងខែកញ្ញាដូចកូនក្មេងខឹងគេធ្វើអីគេអត់បានណាខឹងយំខ្លួនឯងហ្មងបើមិនចឹងទេវាយខ្លួនឯងហើយជេរខ្លួនឯងថាខ្លួនឯងអត់បានការខ្លួនឯងដោយសារតែខ្លួនឯងបានទៅជាអញ្ចឹងបន្ទោសខ្លួនឯងរហូតហ្មងតារានិករ Virgo នៅក្នុងខែកញ្ញាតែទោះបីជាគាត់ជាមនុស្សដែលត្រង់ទៅត្រង់មកជាមនុស្សដែលឆាប់ឆៅឆាវមែនតែគាត់គឺជាមិត្តដ៏ល្អម្នាក់ដែលជួយលាក់ការសម្ងាត់ឲ្យមិត្តភ័ក្តិរបស់គាត់បានគឺការសម្ងាត់របស់មិត្តភ័ក្តិគាត់អត់បែកធ្លាយទេបើសិនជាអ្នកមានមិត្តភ័ក្តិជាតារានិករ Virgo នៅក្នុងខែកញ្ញាណាអ្នកអាចនិយាយអាកំបាំងរបស់អ្នកនឹងប្រាប់គាត់បានពីរឿងដែលអ្នកគិតថាវាជាអាកំបាំងតខ្លួនចង់ចែករំលែកទៅមនុស្សម្នាក់ដែលជួយលាក់ការសម្ងាត់ណាហ្នឹងហើយគឺអ្នកដែលអាចលាក់ការសម្ងាត់អ្នកបានគឺតារានិករ Virgo នៅក្នុងខែកញ្ញាប៉ុន្តែសម្រាប់រឿងសម្ងាត់របស់គាត់ខ្លួនឯងវិញនេះលាក់អត់ចិត្តទេគឺគាត់បោកបាច់ហោហែប្រាប់គេប្រាប់ឯងគឺគាត់អត់ដែលមានការសម្ងាត់របស់ខ្លួនឯងទេប៉ុន្តែបើការសម្ងាត់របស់គេផ្ញើទុកនឹងគាត់អាចចាក់សោចាក់លេខកូដដាក់លេខកូដទុកឲ្យបានពេលខ្លះគាត់ទុករហូតដល់គាត់ភ្លេចទៀតតែច្រឡំទៅសួរគាត់វិញថាថ្ងៃមុនឯងនិយាយរឿងនេះប្រាប់នៅចាំអត់គាត់ភ្លេចបាត់ហើយព្រោះឯការសម្ងាត់នេះគឺគាត់ទុកជារៀងរហូតតែម្ដងបើនិយាយអំពីការស្រឡាញ់របស់តារានិករ Virgo នៅក្នុងខែកញ្ញាវិញបើសិនជាគាត់ស្រឡាញ់គឺគាត់ស្រឡាញ់ហើយគឺគាត់នៅត្រាំត្រែងនៅនឹងតែម្ដងទោះបីជាគាត់អស់ការស្រឡាញ់ពីអ្នកបើសិនជាយើងនិយាយពីថាស្នេហាមួយដែលយើងរស់នៅជាមួយនឹងគ្នាយូរឧទាហរណ៍ដូចថា5 6ឆ្នាំឬក៏7ឆ្នាំ8ឆ្នាំយើងអស់ចិត្តស្រឡាញ់ពីគ្នាក៏តារានិករ Virgo ខែកញ្ញាហ្នឹងគឺគាត់នៅតែត្រាំត្រែងនៅនឹងទោះគាត់អស់ការស្រឡាញ់ក៏ដោយសារតែគាត់មានទំនួលខុសត្រូវខ្ពស់ហើយសម្រាប់អ្នកដែលគាត់ឆ្លងដល់គំនូសក្រហមរបស់តារានិករ Virgo នៅក្នុងខែកញ្ញាគឺអត់មានអីទេដោយសារតែតារានិករ Virgo នៅក្នុងខែកញ្ញាគឺគាត់អាចធ្វើធម្មតាបានទាំងអស់ចំពោះមនុស្សដែលគាត់ស្រឡាញ់សម្រាប់មនុស្សដែលគាត់ស្រឡាញ់ណាគឺគាត់អាចអត់អន់ឲ្យបានគ្រប់យ៉ាងទោះមនុស្សដែលគាត់ស្រឡាញ់នឹងអត់ល្អចំពោះគាត់បែបណាក៏ដោយក៏គាត់សុខចិត្តដេកតូចចិត្តដេកអន់ចិត្តម្នាក់ឯងដេកយំម្នាក់ឯងណាដែលគាត់នឹងបន្ទោសខ្លួនឯងទៀតថាដោយសារតែគាត់ទៅមនុស្សដែលខ្លួនឯងស្រឡាញ់ហ្នឹងទៅជាបែបហ្នឹងចឹងអ្នកដែលគាត់មានមិត្តភ័ក្តិជាតារានិករ Virgo នៅក្នុងខែកញ្ញាកុំចូលចិត្តធ្វើឲ្យតារានិករ Virgo នៅក្នុងខែកញ្ញាខូចចិត្តពេកបារម្ភពីគាត់ខ្លះទៅគិតដល់គាត់ខ្លះទៅហើយសួរគាត់ត្រង់ដោយសារតែតារានិករ Virgo នៅក្នុងខែកញ្ញាហ្នឹងគឺជាមនុស្សម្នាក់ដែលពូកែក្រែងចិត្តគេមែនតែនសុខចិត្តទម្លាក់បន្ទុកទាំងអស់មកលើខ្លួនឯងដោយដែលបាននិយាយខាងលើមុនហ្នឹងគឺគាត់ជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ចឹងសម្រាប់អ្នកដែលគាត់ជាមិត្តភ័ក្តិឬក៏ជាគូស្នេហ៍របស់តារានិករ Virgo នៅក្នុងខែកញ្ញាគួរតែលួងលោមគាត់ឲ្យបានច្រើនមើលថែគាត់ឲ្យបានល្អដោយសារតែតារានិករ Virgo នៅក្នុងខែកញ្ញានេះជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់នៅក្នុងគ្រប់រឿងរបស់គាត់អត់ដែលចាក់ចេញពីទំនួលខុសត្រូវរបស់គាត់ទេអស់ហើយសម្រាប់ចរិតរបស់តារានិករ Virgo ទាំង2ខែមិនថាខែសីហាឬក៏ខែកញ្ញាអ្នកដែលគាត់មានចរិតជាតារានិករ Virgo នៅក្នុងខែទាំងពីរនេះកុំភ្លេចជួយ comment ប្រាប់ខាងក្រោមផងថាត្រូវឬក៏ខុសឬក៏នៅមានចំណុចខ្វះខាតត្រង់ណាបន្តទៀតនៅវីដេអូក្រោយខ្ញុំនឹងលើកពីចរិតរបស់តារានិករមកនិយាយបន្តទៀតតែកុំភ្លេចជួយ subscribe ឲ្យខ្ញុំផងអរគុណបាយបាយ